បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនមួយនេះនៅក្នុងវីដេអូនេះលោកគ្រូលើកយកអត្ថបទអំណានថ្នាក់ទី6យើងមួយទៀតត្រង់ទំព័រទី133ណា133ដែលជាអត្ថបទបន្ទាប់កូនពៅមានថាអត្ថបទបន្ទាប់ចុងក្រោយណាចឹងនៅសល់2ទៀតគឺសេចក្តីថ្លៃថ្នូររបស់មនុស្សនឹងមួយហើយនឹងមួយចុងក្រោយគឺចំណងជើងថាបរោះចិត្តធម៌យើងនឹងចប់សិភៅភាសាខ្មែរថ្នាក់ទី6ហ្នឹងហើយលោកគ្រូចង់បញ្ជាក់មួយទៀតថាអត្ថបទមួយនេះគឺជាអត្ថបទដែលពិបាកអានជាងគេនៅក្នុងមុខវិជ្ជាភាសាខ្មែរថ្នាក់ទី6ហើយក៏មានពាក្យពិបាកច្រើនជាងគេនៅក្នុងនោះដែរបាទអញ្ចឹងសូមឲ្យបងប្អូនហ្នឹងមើលហើយដោយយកចិត្តទុកដាក់ហើយមួយវិញទៀតលំហាត់ក៏ច្រើនជាងគេដែរសម្រាប់អត្ថបទអំណានមួយនេះបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅរៀនអានអត្ថបទនេះហើយក៏ដូចជាការធ្វើលំហាត់ជាមួយលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមើលដោយយកចិត្តទុកដាក់បាទលោកគ្រូបញ្ជាក់ម្ដងហើយម្ដងទៀតបាទព្រោះអីវាមានពាក្យពិបាកច្រើនតោះអញ្ចឹងយើងចាប់ផ្ដើមតែម្ដងអំណានសេចក្តីថ្លៃថ្នូររបស់មនុស្សបាទម្ដងទៀតអំណានសេចក្តីថ្លៃថ្នូររបស់មនុស្សបាទអញ្ចឹងត្រង់រូបភាពនេះលោកគ្រូសូមអត់សួរនាំឬក៏បញ្យល់បងទេចូលទៅដល់អត្ថបទអំណានរបស់យើងតែម្ដងសេចក្តីថ្លៃថ្នូរជាគុណសម្បត្តិមួយដ៏ប្រសើរថ្លៃថ្លាដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានសេចក្តីថ្លៃថ្នូរនឹងកើតមានចំពោះមនុស្សទាំងឡាយណាដែលមានភាពស្មោះត្រង់ប្រកាន់សច្ចៈយុត្តិធម៌មានវិន័យសិលធម៌និងមានមនសិការវិជ្ជាជីវៈប្រទេសណាដែលសម្បូរដោយមនុស្សថ្លៃថ្នូរប្រទេសនោះនឹងទទួលបាននូវកេរ្តិ៍ឈ្មោះល្អកេរ្តិ៍ឈ្មោះប្រសើរលើពិភពលោកមនុស្សមានសិលធម៌សំដៅលើមនុស្សដែលមានឥរិយាបថល្អប្រពៃចេះគោរពច្បាប់ចេះជួយគ្នាទៅវិញទៅមកនិងចេះរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពសិលធម៌ប្រៀបដូចជាចង្កូតជួយតម្រង់មនុស្សឲ្យដើរតាមផ្លូវល្អដែលកើតចេញពីការចេះគោរពប្រតិបត្តិដំបូន្មានល្អទំនៀមទម្លាប់ប្រពៃណីវិន័យបទបញ្ញត្តិនិងច្បាប់នៅក្នុងសង្គមមនុស្សមានមនសិការវិជ្ជាជីវៈគឺជាមនុស្សដែលចេះស្រឡាញ់ការងារយកចិត្តទុកដាក់នឹងការងារមានស្មារតីទទួលខុសត្រូវនឹងការងារខិតសំទោសខំប្រឹងប្រែងធ្វើការងារខិតខំស្រាវជ្រាវច្នៃប្រឌិតនិងធ្វើឲ្យការងារនោះមានការរីកចម្រើនបាទយើងបន្តមួយទំព័រទៀតចំណេះវិជ្ជាក៏ជួយមនុស្សឲ្យមានសេចក្តីថ្លៃថ្នូរដែរព្រោះចំណេះវិជ្ជាធ្វើឲ្យមនុស្សចេះគិតពិចារណាស្គាល់អំពើល្អអំពើអាក្រក់អ្វីគួរធ្វើអ្វីមិនគួរធ្វើចំណេះវិជ្ជាកើតឡើងដោយសារការខិតខំព្យាយាមរៀនសូត្រដើម្បីឲ្យជីវិតកាន់តែមានតម្លៃថែមទៀតនោះមនុស្សម្នាក់គប្បីខិតខំកសាងអំពើល្អសុចរិតទៀងត្រង់អំពើទាំងនោះស្ដែងចេញឡើងតាមរយៈការជួយសង្គ្រោះអ្នកដទៃការមិនរើសអើងមិនរំលោភសិទ្ធិអ្នកដទៃមិនប្រកាន់ការប្រកាន់យកសច្ចៈជាដើមសេចក្តីថ្លៃថ្នូរធ្វើឲ្យមនុស្សមានកេរ្តិ៍ឈ្មោះក្រអូបមានកិត្តិយសថ្កុំថ្កើងរស់នៅសុខសាន្តសេចក្តីថ្លៃថ្នូរប្រៀបដូចជាគ្រឿងអលង្ការធ្វើឲ្យមនុស្សមានសោភ័ណដូច្នេះមនុស្សគ្រប់រូបត្រូវប្រកាន់យកសេចក្តីថ្លៃថ្នូរទើបយើងអាចរស់នៅប្រកបដោយសុភមង្គលបានបាទយ៉ាងម៉េចដែរបងប្អូនមានពាក្យពិបាកច្រើនទេបាទដោយលោកគ្រូថាយ៉ាងគឺមានច្រើនគួរសមណាជាងបើបងប្អូនណាដែលចេះអានល្មមប្រកាសជាមានច្រើនណាប៉ុន្តែសម្រាប់បងប្អូនដែលប្រកែហើយអាចថាមិនពិបាកក៏អាចថាបានដែរណាបាទអញ្ចឹងសម្រាប់ការអានលោកគ្រូមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាន់តែបើសិនជាអត់ទាន់បងប្អូនអាចរៀនអានម្ដងទៀតបាទបងប្អូនអាចខាវីដេអូថយក្រោយហើយមើលម្ដងទៀតណា
តើអញ្ចឹងយើងមើលចំណុចបន្តទៀតតាក់ទងជាមួយនឹងសំណួរបាទសំណួរ3សំណួរនេះគ្រប់វីដេអូគឺលោកគ្រូអត់បានធ្វើឲ្យទេបាទគឺលោកគ្រូចង់ឲ្យបងប្អូនរៀនមើលអត្ថបទហ្នឹងហើយឆ្លើយខ្លួនឯងអ្វីដែលលោកគ្រូនឹងធ្វើឲ្យគឺលំហាត់ណាតោះឥឡូវយើងមើលលំហាត់ទាំងអស់គ្នាចឹងលំហាត់របស់យើងគឺមានចំនួន4កខកខបាទអញ្ចឹងលោកគ្រូសូមអានបន្តិចលំហាត់កចូលរកពាក្យសូដូចនឹងពាក្យខាងក្រោមរួចប្រើវចនានុក្រមដើម្បីពន្យល់ន័យរបស់វាបាទអញ្ចឹងចំណុចកគឺគេឲ្យយើងរកពាក្យសូដូចនឹងពាក្យទាំង4នេះបាទទី1ពាក្យសុកទី2បត់ទី3គេហើយចុងក្រោយគឺវាបាទអញ្ចឹងសុកហ្នឹងមានសរសេរបែបណាខ្លះបត់នេះគេហើយនឹងវានេះបាទតិចទៀតលោកគ្រូនឹងបង្ហាញចម្លើយចំណុចខចូលរកពាក្យនៃដូចនឹងពាក្យបាទអញ្ចឹងគេឲ្យយើងរកពាក្យនៃដូចតោះនឹងពាក្យទី1សោភ័ណ្ឌទី2ផ្លូវទី3បរិភោគបាទអញ្ចឹងសោភ័ណ្ឌហ្នឹងនៃដូចនឹងពាក្យអីណាផ្លូវបរិភោគបាទចំណុចគួរចូលរកពាក្យនៃផ្ទុយនឹងពាក្យបាទគេឲ្យយើងរកពាក្យផ្ទុយណាសុភមង្គលថ្លៃថ្នូរវិជ្ជាសិលធម៌ក្រអូបគុណបាទអញ្ចឹងតើពាក្យនេះទាំង6ហ្នឹងបាទមានពាក្យផ្ទុយអ្វីខ្លះណាតិចទៀតលោកគ្រូនឹងបង្ហាញចម្លើយចំណុចខចុងក្រោយចូលសរសេរសង្ខេបអត្ថបទឡើងវិញបាទតោះអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅផ្ទៀងផ្ទាត់ចម្លើយជាមួយចម្លើយលោកគ្រូតែម្ដងបាទនេះគឺជាចម្លើយដែលលោកគ្រូបានធ្វើបាទគឺមិនតិចទេគឺច្រើនណាហើយដែលលោកគ្រូថាអញ្ចឹងអ្វីដែលច្រើននោះគឺពាក្យសូដូចហើយគេឲ្យយើងបញ្យល់ន័យណាតោះអញ្ចឹងឲ្យលោកគ្រូសូមអានតែម្ដងចំណុចករកពាក្យសូដូចនឹងពាក្យបាទទី1ពាក្យសុកបាទអញ្ចឹងសុកគឺយើងមាន5នេះអញ្ចឹងលោកគ្រូសូមអានអញ្ចឹងសស្រអុកខនេះអានថាសុកគុណនាមដែលសប្បាយងាយស្រួលស្រណុកសម្រានបាទអញ្ចឹងនេះគឺសុកណាថ្នាក់ពាក្យគុណនាមហើយនេះគឺសស្រអុកកនេះថ្នាក់ពាក្យនាមមានថាជាស្រោមស្រោបកូនដែលនៅក្នុងផ្ទៃម្ដាយបាទនេះគឺជាគេហៅថាសុកណាបងប្អូនគាត់ជាស្គាល់ហើយសស្រអុកចង្រោនេះសុកដែរយើងដឹងហើយគឺថ្ងៃសុកណាបាទថ្នាក់ពាក្យនាមសំទោសមែនទេអានេះគឺផ្សេងមួយទៀតនេះអាមួយក្រោមនេះតែថ្នាក់ពាក្យនាមឈ្មោះផ្កាយទី6គឺផ្កាយប្រចាំទ្វីបផ្កាយបាទកន្លែងនេះគឺផ្កាយឬផ្កាយព្រឹកគេថាផ្កាយសុកអញ្ចឹងមកកន្លែងនេះខុសទៀតដាក់ផ្ដាយវិញបាទអញ្ចឹងបងប្អូនកែតិចមកបាទសុកមួយទៀតគឺសរសេរដាក់លើដែរថ្នាក់ពាក្យនាមថ្ងៃទី5នៃសប្តាហ៍ថ្ងៃសុក្រអញ្ចឹងរាប់ទៅច័ន្ទថ្ងៃទី1អង្គារពុធពហោះសុក្របាទអញ្ចឹងមួយសប្តាហ៍មាន7ថ្ងៃអញ្ចឹងគឺដាក់ថាជាថ្ងៃទី5អញ្ចឹងណាបាទថ្ងៃសុក្រយើងដឹងហើយសុក្រគឺស្អីបែបនេះសុក្រមួយទៀតបងប្អូនប្រហែលជាអត់ធ្លាប់ឃើញទេសស្រកកអញ្ចឹងថ្នាក់ពាក្យវាគឺគុណនាមដែលមានន័យថាសស្អាតបរិសុទ្ធថ្លាភ្លឺគេថាសុខកម្មគេថាសុខកម្មណាសុខកម្មហ្នឹងគឺអំពើបរិសុទ្ធមានថាអំពើល្អបាទតែអញ្ចឹងពាក្យសុខហ្នឹងគឺមាន5ហ្នឹងសង្កត់តាមបងប្អូនតាន់យើងចូលមួយទៀតគឺពាក្យបត់បតោបថបតបន្តអញ្ចឹងយើងអានបត់ដូចគ្នាអញ្ចឹងយើងមើលអត្ថន័យរបស់វាបតោថ្នាក់ពាក្យនាមមានថាឧបាយរឿងទំនងឬក៏លំនាំនៃសម្លេងដែលសូត្រឬច្រៀងបាទគេថាបត់ចម្រៀងអីចឹងណាយើងនិយាយបាទបថនេះគឺយើងមានពាក្យថ្នាក់ពាក្យនាមមានន័យថាផ្លូវឬកន្លងគេហៅថាពាក្យអិរិយាបថបាទអិរិយាបថបទមួយទៀតបតបន្តកិរិយាត្រឡប់តាមទំនងតាមផ្លូវដដែលមកវិញត្រឡប់ប្រសពមុខបាទនេះគឺយើងបត់ហ្នឹងដូចយើងបត់នេះយើងឧទាហរណ៍បត់សម្ពុតបាទនេះបត់ក្រដាស់បាទក្រដាស់ដូចជាអត់មានបន្តតែវ័យដើម្បីចេះតែខុសបាទតាំងពីលើមកតោះអញ្ចឹងបងប្អូនអាចកែតិចទៅបត់ក្រដាស់អត់មានបន្តណាបាទអញ្ចឹងបត់មាន3លោកគ្រូអានហើយទៅយើងចូលមួយទៀតគឺពាក្យគេអញ្ចឹងគេមាន3ដែរកស្រៈអេរជាងតស្រៈអេហើយនឹងតនឃាតជាងអានថាគេហើយកស្រៈអេនឹងរហើយនឹងកស្រៈអេបាទអញ្ចឹងមាន3ហ្នឹងអញ្ចឹងយើងមើលថ្នាក់ពាក្យនិងអត្ថន័យគេខាងលើនេះថ្នាក់ពាក្យនាមសេចក្តីសរសើរការល្បីលេចលឺខ្ចរខ្ចាយគេថាគេឈ្មោះបាទបងប្អូនធ្លាប់ឃើញហើយគេឈ្មោះគេសេបែបនេះកស្រៈអេរថ្នាក់ពាក្យនាមដំណើរជាច្បាប់របស់ដូនតាឬបេតាជាដើមឧទាហរណ៍ថាស្រែនេះជាគេរបស់ជីតាខ្ញុំបាទអញ្ចឹងអ្វីដែលដូនតាយើងបន្សល់ទុកឲ្យគេហៅថាគេនេះ
គេគោស្រៈអេនេះគឺសព្វនាមពុរិស័កបាទអញ្ចឹងយើងរៀនវេយ្យាករណ៍ថ្នាក់ទី5អីយើងដឹងហើយបាទសព្វនាមពុរិស័កមានន័យថាអ្នកទី3ដែលយើងនិយាយដល់បាទឧទាហរណ៍ថាតើគេជានរណាបាទនេះគឺជាឧទាហរណ៍តោះអញ្ចឹង3ហ្នឹងគេឥឡូវយើងចូលមួយទៀតពាក្យវាអញ្ចឹងវាមាន3ដែរអញ្ចឹងវោស្រៈអានេះវាហើយនេះវោស្រៈអារនេះវាហើយវោស្រៈអ៊ីរនេះយើងហៅថាវាស្តៀងគ្នាប៉ុន្តែអត់ដូចអាពីរលើនេះណាអានេះវាអានេះវាបាទយើងស្ដាប់ទៅរៀងស្តៀងគ្នាតែយើងអាចដាក់ចូលគ្នាបានអញ្ចឹងវានេះគឺសព្វនាមពុរិស័កដូចខាងលើនេះដែរដូចពាក្យគេដែរមានន័យថាពាក្យសម្រាប់និយាយជំនួសមនុស្សឈ្មោះមនុស្សក្មេងឬមនុស្សថ្នាក់តូចទាបជាងឬក៏សត្វដេរិឆានឬក៏វត្ថុបាទអញ្ចឹងយើងហៅឆ្កែឬហៅឆ្មាអីចឹងណាបាទហៅវាអញ្ចឹងឬក៏អ្នកដែលមានវ័យតូចជាងយើងតិចជាងយើងតែក្មេងជាងអញ្ចឹងទៅបាទហៅវាអញ្ចឹងទៅហើយវោស្រៈអារនេះវាដែរគឺថ្នាក់ពាក្យកិរិយាសព្ទមានថាលូនដោយប្រវាលូនដោយប្រវានេះគេថាកូនតូចទៅចេះវាបាទកន្លែងនេះយើងអានវ៉ាណាប្រវាហ្នឹងគឺយើងអានចឹងអត់មានសម្រាប់ក៏យើងអានចឹងដែរកូនតូចទៅចេះវាតែពោះវាបាទបងប្អូនធ្លាប់ឃើញក្មេងទៅចេះលូនចេះវាចឹងណាហើយឬក៏ពោះវាបាទពោះអត់ចេះដើរទេពោះវាបាទវោស្រៈអ៊ីរនេះយើងអានថាវាខុសសូបន្តិចប៉ុន្តែយើងអាចដាក់ចូលគ្នាបានតែពាក្យគឺកិរិយាលើកលែងតមឈប់ខានមិនធ្វើបាទវាគេថាវាចាទុច្ចរិតគេថាវាចាអំពើទុច្ចរិតវាចាអំពើអាក្រក់បាទមានថាវាចានេះគឺឈប់ធ្វើអំពើអាក្រក់យើងធ្វើអំពើល្អបាទអញ្ចឹងតកតងជាមួយនឹងពាក្យសូដូចទាំងម៉ានហ្នឹងដូចជា4ហ្នឹងអស់ហើយសង្ឃឹមថាបងប្អូនកត់តន់បើអត់តន់ stop សិនទៅហើយកត់ហើយចាំយើងមើលបន្តទៀតតោះឥឡូវយើងចូលមកដល់ចំណុចខហើយនឹងចំណុចគោណាតោះឥឡូវមើលចំណុចខរកពាក្យនៃដូចនឹងពាក្យសោភ័ណ្ឌផ្លូវហើយនឹងបរិភោគតោះអញ្ចឹងយើងមើលតើពាក្យនីមួយៗស្មើខ្លះអញ្ចឹងសោភ័ណ្ឌនៃដូចនឹងពាក្យល្អម៉ត់ម៉ងប្រសើរបាទផ្លូវស្មើនឹងមាគ៌ាស្មើនឹងវិថីបាទនេះហើយបរិភោគស្មើនឹងស៊ីស្មើនឹងហូបស្មើនឹងសោយស្មើនឹងឆាន់ញ៉ាំឆាន់ទទួលទានពិសាបាទអញ្ចឹងយើងមានច្រើនជាងគេពាក្យបរិភោគនេះបាទយើងអាចមានច្រើនជាងនឹងទៀតណាតែលោកគ្រូអត់ដាក់ទេដាក់តែយើងធ្លាប់ជួបញឹកញាប់ណាបាទអញ្ចឹងអស់ហើយមានតែ3ហ្នឹងទេសង្ឃឹមថាបងប្អូនតន់ហើយចំណុចគួររកពាក្យផ្ទុយនឹងពាក្យសុភមង្គលថ្លៃថ្នូរវិជ្ជាសិលធម៌ក្រអូបគុណបាទតោះអញ្ចឹងយើងមើលទាំងអស់គ្នាពាក្យទាំង6ហ្នឹងអញ្ចឹងនេះសុភមង្គលផ្ទុយនឹងអពមង្គលណាយើងអាចថាអពមង្គលអពមង្គលថ្លៃថ្នូរផ្ទុយនឹងថោកទាបវិជ្ជាផ្ទុយនឹងអវិជ្ជាសិលធម៌ផ្ទុយនឹងអសិលធម៌ក្រអូបផ្ទុយនឹងស្អុយគុណផ្ទុយនឹងទោសបាទអញ្ចឹងពាក្យផ្ទុយគឺមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនតន់ទាំងអស់គ្នាហើយចេះអានទាំងអស់គ្នាបាទហើយសល់ចុងក្រោយមួយចំណុចខសង្ខេបអត្ថបទបងប្អូនធ្វើដោយខ្លួនឯងបាទអធិស្ឋានបងប្អូនណាអញ្ចឹងត្រង់នេះគឺបើសិនជាលោកគ្រូសង្ខេបដូចជារបស់លោកគ្រូអញ្ចឹងបងប្អូនអត់បានធ្វើទេអញ្ចឹងតកតមួយការសង្ខេបអត្ថបទការឆ្លើយសំណួរអីគឺលោកគ្រូចង់ឲ្យបងប្អូនរៀនធ្វើខ្លួនឯងណាចង់ឲ្យប្រើសមត្ថភាពផ្ទាល់ខ្លួនរបស់បងប្អូនដើម្បីធ្វើវាដោយខ្លួនឯងកាលណាលោកគ្រូប្រាប់ទៅបងប្អូនអត់បានគិតអត់បានប្រើគំនិតខ្លួនឯងទេបើតកតមួយលំហាត់ខាងលើនេះគឺលោកគ្រូអាចកំណែព្រោះអីបងប្អូនអាចគិតហើយគាត់តែផ្ទៀងផ្ទាត់ជាមួយចម្លើយរបស់លោកគ្រូទេបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នាសារជាថ្មីនៅក្នុងវីដេអូក្រោយ